លំដាប់លំដោយនៃការដំឡើងប៉ែជោគងាយយករីងមកសូកចូលពីលើប៊ូតរបស់ប៉ែជោគបញ្ឆេះម៉ាស៊ីនហើយធ្វើការលេខតម្រូវដៃអេសកាឲ្យងោកចូលក្នុងសន្លាក់របស់ប៉ែជោគដែលសូកស្ពាន់បញ្ជូនចូលទៅក្នុងអាក់របស់ប៉ែជោគហើយធ្វើការលើកដៃអេសកាវ៉ាទ័រឲ្យអណ្ដែតឡើងធ្វើការបញ្ជាប៉ែជោគចូលដើម្បីឲ្យអាក់របស់ប៉ែជោគខាងក្រៅសេរីហើយធ្វើការត្រួតចំស្របគ្នាធ្វើការសូកសន្លាក់ប៉ែជោគចូលហើយធ្វើការមួបឡុងចូលនិងធ្វើការរឹតឲ្យណែនល្អបន្ទាប់មករំកើរីងឲ្យចូលកន្លាក់ដើមវិញហើយធ្វើការលាប៉ែជោគចេញដើម្បីឲ្យសន្លាក់របស់ប៉ែជោគខាងក្នុងសេរីហើយត្រួតចំគ្នាបន្ទាប់មកធ្វើការដកដែកស្ពាន់បញ្ជូនចេញហើយធ្វើការសូកបញ្ចូលសន្លាក់ប៉ែជោគខាងក្នុងនិងធ្វើការរឹតបឡុងឲ្យណែនល្អបន្ទាប់មករំកើរីងឲ្យចូលកន្លាក់ដើមវិញ